វត្តគឺជាប្រលឹងរបស់ជាតិជាប្រលឹងរបស់ជាតិប៉ុន្តែហេតុអីបានជាចាំបាច់ឲ្យអង្គរវត្តទៅក្រុមហ៊ុនឯកជនមួយគ្រប់គ្រងចឹងហេតុអីបានជាយើងនៅបន្តឲ្យប្រលឹងជាតិត្រូវបានក្រុមហ៊ុនឯកជនមួយហើយអាចថាគាត់មិនមែនជាជនជាតិខ្មែរអង្គរវត្តគឺជាប្រលឹងរបស់ជាតិជាប្រលឹងរបស់សូមជម្រាបសួរលោកអ្នកស្ដាប់ជាថ្មីម្ដងទៀតនីតិវិទ្យាអ្នកស្ដាប់វិទ្យុអេស៊ីស្រីបុនខែមេរីត្រីនេះយើងនឹងពិភាក្សាអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អាដាមសំរងស៊ីដែលជាប្រធានគណៈបកសង្គ្រោះជាតិទៅជួបអ្នកគាំទ្ររបស់អាដាមនៅទ្វីបអាមេរិកខាងជើងគឺមាននៅសហរដ្ឋអាមេរិកហើយនិងប្រទេសកាណាដាយើងក៏នឹងទៅជែកគ្នាអំពីដំណើរការលក់ភាគហ៊ុននៃទូរទស្សន៍ព្រះអាទិត្យដែលគណៈបកសង្គ្រោះជាតិគ្រោងនឹងបង្កើតឡើងនោះផងហើយក្នុងនីតិនេះយើងមានវាគ្មិនកិត្តិយសប្រកាសហើយគឺអាដាមសំរងស៊ីដែលពេលនេះកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរីនៅរដ្ឋធានី Washington ខ្ញុំបាទសូមជម្រាបសួរអាដាមពីចម្ងាយបាទជម្រាបសួរលោកជុនច័ន្ទបុតហើយសូមជម្រាបសួរបងប្អូនជនរួមជាតិយើងទូទាំងប្រទេសដែលកំពុងតែស្ដាប់កម្មវិធីវិទ្យុអាស៊ីសេរីនេះអាដាមចំណាយពេលប្រមាណថ្ងៃមុននេះជួបអ្នកគាំទ្ររបស់អាដាមនៅប្រទេសកាណាដានៅឯសហរដ្ឋអាមេរិកនេះផងតើអាដាមមានលទ្ធផលយ៉ាងណាដែរគួរជាទីពេញចិត្តនោះបាទអាដាមសូមជើញបាទលទ្ធផលគឺបងប្អូនយើងភាគច្រើនលើសលប់អបអរសាទររបបនយោបាយកំពុងតែកើតមានឡើងនៅប្រទេសកម្ពុជាដែលបាននាំមកនៅស្ថានភាពនយោបាយមួយថ្មីបន្ទាប់ពីគណៈបកធំទាំងពីរបានចាប់ផ្ដើមអនុវត្តវប្បធម៌សន្តិនិកវប្បធម៌សន្តិនិកនេះបងប្អូនយើងយល់ច្បាស់គឺជាវប្បធម៌សន្តិភាពដែលត្រូវមកជំនួសវប្បធម៌សង្គ្រាមវប្បធម៌ប្រឈមមុខដាក់គ្នាវប្បធម៌ហិង្សាដែលប្រទេសកម្ពុជានិងប្រជារាស្ត្រខ្មែរបានឆ្លងកាត់រាប់រយឆ្នាំមកហើយដូច្នេះជាការផ្លាស់ប្ដូរផ្នត់គំនិតផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរវប្បធម៌នេះដើម្បីនាំមកនៅសន្តិភាពនាំមកនៅសេចក្តីសុខជូនខ្មែរគ្រប់រូបឲ្យខ្មែរចេះនិយាយគ្នាដើម្បីដោះស្រាយរាល់បញ្ហាជាតិនិងបញ្ហាសង្គមដោះស្រាយដោយសន្តិវិធីហើយអ្វីដែលសំខាន់បងប្អូនយើងយល់ច្បាស់ថាពេលណាខ្មែររួបរวมគ្នាពេលនោះអត់មាននរណាចាំបាច់ទៅហៅបរទេសមកជួយឲ្យក្រុមមួយឈ្នះក្រុមមួយទៀតហើយអត់មានឱកាសឲ្យបរទេសលូកដៃមកកកកកាយញុះញង់ឲ្យខ្មែរឆ្លោះគ្នាថែមទៀតដើម្បីគេលេបត្របាក់ទឹកដីយើងដូច្នេះបើយើងផ្លាស់ប្ដូរវប្បធម៌នេះគឺប្រទេសយើងនឹងបានគង់វង្សទឹកដីយើងគឺមិនអាចបរទេសណាអាចមកលេបត្របាក់ទៀតទេហើយខ្មែរយើងចាប់ដៃគ្នាធ្វើការជាមួយគ្នាយើងនឹងធ្វើឲ្យប្រទេសយើងមានសេរីសួស្តីផងមានភាពរុងរឿងផងបាទអាដាមបានលើកឡើងអំពីវប្បធម៌សន្តិនិកនេះខ្ញុំបាទចង់មានសំណួរមួយបើតាមការសង្កេតមើលទៅគឺថាទាំងឯកអាដាមដែលជាប្រធានគណៈបកសង្គ្រោះជាតិនឹងហើយនឹងទាំងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងហាក់ដូចជាពេញចិត្តណាស់ដំណើរការនៃវប្បធម៌សន្តិនិកនឹងគឺថាពីខាងគណៈបកប្រឆាំងនឹងអាចជជែកគ្នាដើម្បីដោះស្រាយបញ្ហាជាតិនឹងជាមួយនឹងគណៈបកកាន់អំណាចជាដើមក៏ប៉ុន្តែជាការពិតទៅនោះនឹងនៅក្នុងចំណោមគណៈបកសង្គ្រោះជាតិនឹងទៅវិញដែលជាការបូកបញ្ចូលរវាងគណៈបកសំរងស៊ីហើយនិងគណៈបកសិទ្ធិមនុស្សនឹងដែលដឹកនាំដោយអាដាមកឹមសុខានឹងគឺថាទៅទីតាំងណាក៏ដោយក៏ហាក់ដូចជាឃើញទាំងពីរនឹងហាក់ដូចជានៅតែអត់ទាន់ទទួលយកវប្បធម៌សន្តិនិកទៅជែកគ្នាក្នុងគណៈបកតែមួយដែលធ្លាប់ពីនៅដោយឡែកពីគ្នាឥឡូវបូកបញ្ចូលគ្នានឹងនៅស្រុកខ្មែរនឹងក៏ដោយចុះហាក់ដូចជាឃើញមាននិន្នាការខាងគណៈបកសំរងស៊ីនឹងផ្សេងទៅគណៈបកសិទ្ធិមនុស្សរបស់លោកកឹមសុខានឹងផ្សេងទៅតើអាដាមនឹងមានគម្រោងការយ៉ាងណាដើម្បីធ្វើឲ្យផ្ទៃក្នុងរបស់គណៈបកទាំងពីរដែលបញ្ចូលគ្នានឹងអាចសន្ទនាគ្នាបានហើយមិនសូវមានការប្រទះប្រទាញគ្នានឹងតទៅទៀតអាដាមខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថាសំរងស៊ីនិងកឹមសុខាជាមនុស្សតែមួយទេ
សំរងស៊ីនិងកឹមសុខាជាដៃគូស្លាប់រស់ដើម្បីសង្គ្រោះជាតិយើងនៅតែរក្សាដដែលគោលជំហររបស់យើងគោលដៅរបស់យើងគោលជំហរគឺស្មោះត្រង់ជាមួយនឹងប្រទេសជាតិស្មោះត្រង់ជាមួយនឹងប្រជារាស្ត្រហើយគោលដៅគឺសង្គ្រោះជាតិដើម្បីសង្គ្រោះជាតិយើងឲ្យបានសម្រេចដោយបំណងទាល់តែយើងនាំមកនៅការផ្លាស់ប្ដូរតែការផ្លាស់ប្ដូរគឺចាប់ផ្ដើមផ្លាស់ប្ដូរក្នុងផ្នត់គំនិតរបស់យើងសិនទាល់តែផ្លាស់ប្ដូរក្នុងផ្នត់គំនិតរបស់យើងសិនបានអាចចេញមកជារូបរាងនៃការផ្លាស់ប្ដូរនយោបាយនិងផ្លាស់ប្ដូរក្នុងសង្គមអញ្ចឹងហើយបានគណៈបកសង្គ្រោះជាតិទាំងមូលឯកភាពគ្នាគឺជំរុញឲ្យវប្បធម៌សន្តិនិកនេះគឺជ្រួតជ្រាបទៅដល់មូលដ្ឋានហើយគណៈបកប្រជាជនកម្ពុជាក៏គេបានណែនាំនៅមន្ត្រីរបស់គេអ្នកគាំទ្ររបស់គេឲ្យគោរពអនុវត្តឲ្យបានពេញលេញនៅវប្បធម៌សន្តិនិកនេះដែរទោះជាវប្បធម៌សន្តិនិកនេះទើបតែចាប់ផ្ដើមដូច្នេះមិនទាន់ជារឹងមាំណាស់ណាទេតែដោយមានសុឆន្ទៈមានការបដិញ្ញាចិត្តទាំងសង្ខាងទាំងគណៈបកប្រជាជនទាំងគណៈបកសង្គ្រោះជាតិយើងនឹងជំរុញឲ្យវប្បធម៌សន្តិនិកនេះគឺរីកដុះដាលកាន់តែធំទៅហើយយើងយកមកអនុវត្តឲ្យបានពេញលេញទាំងអស់គ្នាបាទខ្ញុំបាទស្រាប់ច្បាស់ណាស់អំពីរឿងថាដំណើរការរវាងគណៈបកធំទាំងពីរហ្នឹងគឺគណៈបកកណ្ដាលអំណាចហើយនិងគណៈបកប្រឆាំងហ្នឹងឃើញថាព្រមព្រៀងទាំងអស់គ្នាហើយជាពិសេសទៅទៀតហ្នឹងមេគណៈបកសង្គ្រោះជាតិទាំងពីរទាំងប្រធានទាំងអនុប្រធានហ្នឹងក៏តែងតែបដិញ្ញាចិត្តដែរគឺថារួមគ្នាដើម្បីពង្រឹងផ្ទៃក្នុងគណៈបកអីក៏ប៉ុន្តែសំណួររបស់ខ្ញុំជាក់លាក់ហ្នឹងគឺថានៅខាងក្រោមនេះវិញអាដាមជ្រាបហើយអាដាមអញ្ជើញទៅទីក្រុងណាក៏ដោយនៅសហរដ្ឋអាមេរិកនិងនៅ Lowell ក៏ដោយទៅ Boston ក៏ដោយទៅតាណាក៏ដោយហ្នឹងគឺថាហាក់ដូចជាមាននិន្នាការពីរហ្នឹងខ្ញុំបាទចង់សួរថាតើធ្វើម៉េចដើម្បីឲ្យខាងក្រោមហ្នឹងអាចចរចាគ្នាបានហើយឲ្យចរចាដូចថ្នាក់លើដែរដូចលោកកឹមសុខាហើយនិងលោកសំរងស៊ីបានអាដាមអ្វីដែលសំខាន់ហើយជាគំរូសម្រាប់អ្នកគាំទ្រគណៈបកសង្គ្រោះជាតិទាំងអស់គឺគំរូផ្ដល់ដោយរូបខ្ញុំសំរងស៊ីនិងលោកកឹមសុខាហើយគំរូផ្ដល់ដោយអ្នកគាំទ្រគណៈបកសង្គ្រោះជាតិនៅប្រទេសកម្ពុជាឥឡូវនេះនៅប្រទេសកម្ពុជាអត់មានគណៈបកសំរងស៊ីអត់មានគណៈបកសិទ្ធិមនុស្សដាច់ពីគ្នាធ្វើការដោយឡែកពីគ្នាទេគឺមានគណៈបកតែមួយគណៈបកសង្គ្រោះជាតិអតីតសំរងស៊ីអតីតសិទ្ធិមនុស្សគឺចាប់ដៃគ្នាគៀកស្មាគ្នាធ្វើការដូចមនុស្សតែមួយក្នុងជួរគណៈបកតែមួយគឺគណៈបកសង្គ្រោះជាតិគ្រាន់តែនៅឯនាយសមុទ្រជាពិសេសនៅសហរដ្ឋអាមេរិកវប្បធម៌សន្តិនិកនេះគឺមិនទាន់ជ្រួតជ្រាបមកដល់ឲ្យបានត្រឹមត្រូវនៅឡើយទេដូច្នេះមានទម្លាប់ចាស់ខ្លះដែលនៅសេសសល់យើងនឹងជំរុញឲ្យបញ្ចប់ទម្លាប់ចាស់នេះឲ្យអ្នកគាំទ្រគណៈបកសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាយកគំរូតាមអ្នកគាំទ្រគណៈបកសង្គ្រោះជាតិនៅប្រទេសកម្ពុជាបញ្ហានេះគឺគ្រាន់តែជាបញ្ហាបុគ្គលបញ្ហាមហិច្ឆតាបុគ្គលរឿងផ្ទាល់ខ្លួនអីទេមិនមែនជារឿងធំដុំទេប៉ុន្តែអ្នកដែលស្រឡាញ់ជាតិអ្នកដែលគាំទ្រគណៈបកសង្គ្រោះជាតិក្នុងបេះដូងរបស់គេគឺគេយល់ព្រមហើយគេគាំទ្រវប្បធម៌សន្តិនិកនេះបាទអរគុណអាដាមដែលបានឆ្លើយសំណួរនេះបាទឥឡូវនេះខ្ញុំសូមអញ្ជើញលោកអ្នកស្ដាប់ម្នាក់លោកឈឿនពីកណ្ដាលដែលគាត់មានសំណួរតាក់ទងទៅនឹងវប្បធម៌សន្តិនិកនេះដែរសូមអញ្ជើញលោកឈឿនបាទបាទខ្ញុំសូមតាមជំនួសតាមម្ដងព្រោះរយៈពេលខ្លីបាទអញ្ជើញលោកមិនដាច់នេះខ្ញុំចង់សួរអាចអាដាមសំរងស៊ីថាតើលោកទៅការប្រទេសក្នុងអ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិមានបានអង្គជំនុំចិត្តពីអាយដាមទៅជួយយកវប្បធម៌សំនិកពីលោកហ៊ុនសែននេះឬទេបាទហើយបើមានប៉ុន្មានហើយបើអត់ទីសាបទៅដែរឬអត់បាទខ្ញុំមានសំណួរប៉ុណ្ណឹងបាទអរគុណលោកជឿនសំណួរខ្លីហើយងាយស្ដាប់បាទសូមអញ្ជើញអាដាមបាទសូមជម្រាបថាខ្ញុំមិនមែនទទួលយកពីលោកហ៊ុនសែនទេលោកហ៊ុនសែននិងរូបខ្ញុំសំរងស៊ីជាសហស្ថាបនិកគឺយើងបានកសាងជាមួយគ្នាទន្ទឹមគ្នាតាំងពីដើមទីនៅវប្បធម៌សន្តិនិកនេះពីព្រោះយើងយល់ថាវប្បធម៌សន្តិនិកនេះនឹងនាំមកនូវការផ្លាស់ប្ដូរផ្នត់គំនិតផ្លាស់ប្ដូរទម្លាប់
ឲ្យខ្មែរយើងចេះរួបរวมគ្នាពីព្រោះយើងតម្កល់ទុកផលប្រយោជន៍ជាតិជាធំផលប្រយោជន៍ជាតិទីធំទាល់តែខ្មែររួបរวมគ្នាបានខ្មែរខ្លាំងបានខ្មែររស់បើខ្មែរនៅតែច្បាំងគ្នាកំចាត់គ្នាដោយពីមុនតាមវប្បធម៌ចាស់វប្បធម៌ហិង្សាគឺជាតិយើងនឹងប្រឈមមុខនៅគ្រោះថ្នាក់នៅមហន្តរាយផងពីព្រោះយើងឃើញហើយទឹកដីប្រទេសកម្ពុជាคล้ายពីធំទៅតូចហើយពេលខ្មែរយើងឆ្លោះគ្នាហៅបរទេសពីលិចពីកើតមកជួយក្រុមមួយចង់ឈ្នះក្រុមមួយទៀតទោះជាក្រុមណាឈ្នះគឺខ្មែរខាតខ្មែរទាំងមូលគឺខាតជានិច្ចខាតទី1ខាតជីវិតគឺមានសង្គ្រាមការកាប់សម្លាប់គ្នាគួរឲ្យរន្ធត់ខាតទី2គឺខាតទឹកដីបរទេសចេះតែលេបត្របាក់ទឹកដីយើងទាំងខាងលិចទាំងខាងកើតហើយខាតទី3គឺបាត់បង់ឯករាជ្យភាពតែគេចូលមកហើយគឺគេគ្រប់គ្រងប្រទេសកម្ពុជាគេបញ្ជាអ្នកដឹកនាំប្រទេសយើងឲ្យធ្វើតាមគេដូច្នេះយើងបាត់បង់ឯករាជ្យភាពហើយគេនឹងជំរុញឲ្យគ្រប់គ្រងប្រទេសជាតិនឹងតាមផលប្រយោជន៍របស់គេប្រទេសយើងនឹងคล้ายទៅជាអាណានិគមនិយមចំនួនថ្មីអាណានិគមនិយមសេដ្ឋកិច្ចរបស់ប្រទេសជិតខាងដោយសារប្រទេសជិតខាងនឹងឆ្លៀតឱកាសដោយសារតែខ្មែរនឹងឆ្លោះគ្នាឥឡូវយើងល្មមយល់ហើយល្មមភ្ញាក់ខ្លួនហើយខ្ញុំសប្បាយចិត្តណាស់ពីព្រោះនៅក្នុងប្រទេសហើយថ្មីនេះនៅឯនាយសមុទ្រខ្ញុំឃើញថាខ្មែរភាគច្រើនលឹះលុបយល់ច្បាស់នៃយល់ច្បាស់អំពីសារៈសំខាន់សារៈប្រយោជន៍នៃវប្បធម៌សន្តានានេះមានតែអ្នកមួយចំនួនតូចដែលមិនទាន់យល់ប៉ុន្តែខ្ញុំជឿថាគង់តែយល់ទេពេលវេលាកាន់តែកន្លងទៅអ្នកមិនទាន់យល់គង់តែយល់ហើយយើងនឹងគ្រប់គ្រងវប្បធម៌សន្តានានេះទាំងអស់គ្នាក្នុងផលប្រយោជន៍ប្រទេសជាតិយើងទាំងអស់គ្នាបាទអរគុណអាដាមឥឡូវនេះខ្ញុំបាទសូមជ្រើសរើសយកសំណួររបស់លោកអ្នកស្ដាប់ម្នាក់ដែលគាត់ដាក់ឈ្មោះខ្លួនឯងថាមាសហុកសេងបាទសំណួររបស់លោកមាសហុកសេងគឺសួរថាចេះថាឥឡូវនេះគោជបបង្កើតបានហើយវប្បធម៌សន្តានានឹងក៏ដំណើរការទៅដែរគាត់សុំសួរទៅអាដាមសំរៀងស៊ីថាតើអាចធ្វើឲ្យពលករចំណាក់ស្រុកនឹងមានសិទ្ធិបោះឆ្នោតពីក្រៅប្រទេសបានទេហើយបើមិនបានមូលហេតុអីហើយគាត់សួរតទៀតថាតើធ្វើយ៉ាងណាដើម្បីឲ្យពលករចំណាក់ស្រុកនឹងអាចចូលរួមបោះឆ្នោតបានបាទអាដាមសូមអញ្ជើញយើងនឹងខិតខំទោះជាច្បាប់បោះឆ្នោតដែលរដ្ឋសភាទើបតែអនុម័តថ្មីនេះមិនបានចែងថានឹងមានការរៀបចំនៅក្រៅប្រទេសឲ្យបងប្អូនយើងដែលរស់នៅក្រៅប្រទេសចូលរួមក្នុងការបោះឆ្នោតក៏ដោយតែពេលណាមានឱកាសគឺយើងនឹងលើកអាចកែលម្អច្បាប់បោះឆ្នោតឲ្យមានលក្ខណៈកាន់តែទូលំទូលាយដើម្បីឲ្យជនជាតិខ្មែរជួសជារស់នៅទីណានៅប្រទេសជិតខាងដូចប្រទេសថៃប្រទេសម៉ាឡេស៊ីប្រទេសកូរ៉េឬមួយអាចរស់នៅរហូតទៅដល់ឯនាយសមុទ្រដូចជាសហរដ្ឋអាមេរិកកាណាដាទ្វីបអឺរ៉ុបអូស្ត្រាលីញូហ្សេឡង់គឺយើងចង់ឲ្យខ្មែរទាំងអស់គឺមានសិទ្ធិដូចគ្នាមានសិទ្ធិស្មើគ្នាចូលរួមក្នុងការបោះឆ្នោតគឺជាការសម្រេចវាសនារបស់ប្រទេសជាតិយើងទាំងអស់គ្នាបាទអរគុណអាដាមឥឡូវនេះខ្ញុំសូមស្លេះអំពីរឿងវប្បធម៌សន្តានានឹងបន្តិចសិនចុះឥឡូវនេះយើងងាកមកនិយាយអំពីរឿងទូរទស្សន៍គណៈបកសង្គ្រោះជាតិដែលហៅថាទូរទស្សន៍ព្រះអាទិត្យនេះវិញម្ដងអ្នកស្រុកចង់ដឹងណាថាតើទូរទស្សន៍នឹងលក់ភាគហ៊ុននឹងអ្នកដែលចូលទិញភាគហ៊ុននឹងយ៉ាងម៉េចអីខ្លះនឹងតើទូរទស្សន៍នឹងផ្សាយអង្កលហើយតើនឹងទូរទស្សន៍នឹងឯករាជ្យឬទេនឹងដូច្នេះខ្ញុំចង់ងាកមករឿងនឹងបន្តិចប្រហែលថ្ងៃមុនអាដាមបានប្រកាសថានឹងលក់ភាគហ៊ុនសម្រាប់យកទៅផ្ចុងផ្ដើមឲ្យមានទូរទស្សន៍ព្រះអាទិត្យនេះឡើងហើយក្នុងមួយភាគហ៊ុនហ្នឹងគឺ$1000ឯជាដើមអាដាមបន្ទាប់ពីប្រកាសហ្នឹងទៅអាដាមឃើញមានការគាំទ្រច្រើនទេមានសង្ឃឹមថានឹងប្រមូលភាគហ៊ុនហ្នឹងបានច្រើនទេអាដាមជាបឋមខ្ញុំសូមធ្វើការកែតម្រូវបន្តិចបាទទូរទស្សន៍ហ្នឹងដែលនឹងមានឈ្មោះហៅថាទូរទស្សន៍ព្រះអាទិត្យហ្នឹងមិនមែនជាកម្មសិទ្ធិរបស់គណៈបកសង្គ្រោះជាតិទេបាទគណៈបកសង្គ្រោះជាតិគឺមិនមែនគ្រប់គ្រងទូរទស្សន៍ណាដែលជាកម្មសិទ្ធិរបស់ខ្លួននោះទេបាទទូរទស្សន៍ព្រះអាទិត្យហ្នឹងគឺជាទូរទស្សន៍របស់ក្រុមហ៊ុនឯកជនទោះជាក្រុមហ៊ុនឯកជននោះគេមានសមានចិត្តចំពោះគណៈបកសង្គ្រោះជាតិចំពោះគោលជំហរគណៈបកសង្គ្រោះជាតិក៏ដោយតែគេមិនមែនជាអ្នកដែលបំរើគណៈបកសង្គ្រោះជាតិទេគេគ្រាន់តែមានទឹកចិត្តគាំទ្រហើយគេធ្វើជាម្ចាស់
ម្ចាស់ក្រុមហ៊ុនដែលគ្រប់គ្រងទូរទស្សន៍នេះគេកំណត់កម្មវិធីគេផ្សព្វផ្សាយអីហ្នឹងប៉ុន្តែគេធ្វើតាមរបៀបរបស់គេគឺយើងហៅថាជាក្រុមហ៊ុនឯកជនដោយឡែកពីគណៈបកសង្គ្រោះជាតិតែយើងដឹងខ្លះថារបៀបគេរៀបចំនឹងយ៉ាងម៉េចគេរៀបចំឥឡូវនេះគេកំពុងតែគិតគូរធ្វើម៉េចឲ្យទូរទស្សន៍នេះដំណើរការមុនចុងឆ្នាំនៅសល់ប្រមាណ 6-7 ខែទៀតនេះយើងអាចឲ្យទូរទស្សន៍នេះចេញបានដូចខ្ញុំថាយើងនឹងគឺក្រុមហ៊ុននឹងបាទហើយក្រុមហ៊ុននឹងកំពុងតែកំពុងតែទិញជ្រើសរើសសម្ភារៈឧបករណ៍ផ្សេងដែលតម្រូវឲ្យមានដើមទុនហើយដើមទុននេះគឺនឹងផ្ដល់ដោយក្រុមហ៊ុនមួយទៀតតែក្រុមហ៊ុនជាសម្ព័ន្ធហើយក្រុមហ៊ុនហ្នឹងដែលឥឡូវនេះចាប់ផ្ដើមគិតគូរមិនទាន់ចាប់ផ្ដើមទេទាល់តែក្រុមហ៊ុននេះយើងហៅថាក្រុមហ៊ុនវិនិយោគចោះក្រុមហ៊ុនវិនិយោគនេះចេញជារូបរាងច្បាស់លាស់សិនតាមផ្លូវច្បាប់បានក្រុមហ៊ុនហ្នឹងអាចអំពាវនាវលក់ភាគហ៊ុនគឺប្រមូលលុយប្រមូលថវិកាហ្នឹងដើម្បីផ្ដល់ឲ្យក្រុមហ៊ុនដែលមានឈ្មោះថាទូរទស្សន៍ព្រះអាទិត្យហ្នឹងតែម្ដងដូច្នេះមិនយូរទេក្នុងរយៈពេល 2-3 សប្តាហ៍ខាងមុខយ៉ាងយូរគឺក្រុមហ៊ុនវិនិយោគទុនហ្នឹងគឺនឹងបើកដើមទុនរបស់ខ្លួនជាភាគហ៊ុនគឺភាគហ៊ុនអាចនឹងមាន 3,000 ភាគហ៊ុននីមួយមានតម្លៃ $1,000 ដូច្នេះដើមទុនសរុបគឺមានចំនួន $3 លានហើយអ្វីដែលខ្ញុំបានគ្រាន់តែបង្ហើបមិនមែនប្រកាសមិនមែនអំពាវនាវជាផ្លូវការទេគ្រាន់តែបង្ហើបឲ្យបងប្អូនយើងទាំងនៅក្នុងប្រទេសទាំងនៅឯនាយសមុទ្របានដឹងគឺគេអបអរសាទរណាស់គេថាគេត្រៀមខ្លួនម្នាក់ឬមួយមកគ្រួសារឬមួយមិត្តភ័ក្តិមួយក្រុមត្រៀមខ្លួនទិញភាគហ៊ុនយ៉ាងតិចណាស់ឲ្យបានមួយដូច្នេះភាគហ៊ុនដែលយើងនឹងយកទៅផ្សព្វផ្សាយតាមក្នុងស្រុកហើយតាមបណ្ដាប្រទេសដែលមានជនជាតិខ្មែររស់នៅខ្ញុំជឿថាអត់មានបញ្ហាទេពីព្រោះនិយាយនៅកន្លែងណាគឺមានស្ម័គ្រចិត្តមានអ្នកស្ម័គ្រចិត្តក្រុមស្ម័គ្រចិត្តបានប្រាប់បានបញ្ជាក់ថាគេត្រៀមខ្លួននឹងទិញភាគហ៊ុននេះបាទអរគុណអាដាមជាពលិករបស់ជាតិប៉ុន្តែហេតុអីបានជាចាំបាច់ឲ្យអង្គវត្តទៅក្រុមហ៊ុនឯកជនមួយគ្រប់គ្រងចឹងហេតុអីបានជាយើងនៅបន្តឲ្យពលិកជាតិត្រូវបានក្រុមហ៊ុនឯកជនមួយហើយអាចថាគាត់មិនមែនជាជនជាតិខ្មែរអង្គវត្តគឺជាពលិករបស់ជាតិជាពលិករបស់ជាតិប៉ុន្តែហេតុអីបានជាចាំបាច់ឲ្យអង្គវត្តទៅក្រុមហ៊ុនឯកជនមួយគ្រប់គ្រងចឹងហេតុអីបានជាយើងនៅបន្តឲ្យពលិកជាតិត្រូវបានក្រុមហ៊ុនឯកជនមួយហើយអាចថាគាត់មិនមែនជាជនជាតិខ្មែរជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃសុក្រ13រោចខែពិសាខឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី15ខែឧសភាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រធានគណៈបកសង្គ្រោះជាតិបញ្ជាក់ថាបើផ្លាស់ប្ដូរវប្បធម៌សង្គ្រាមនោះទឹកដីយើងនឹងគង់វង្សលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងជាប្រធានក្រុមមតិភាគតិចនៃរដ្ឋសភាបានបញ្ជាក់នៅក្នុងវេទិកាវិទ្យុអស៊ីសេរីថាបើខ្មែររួបរวมគ្នានោះយើងមិនត្រូវការពឹងបរទេសណាមកជួយក្រុមណាមួយឲ្យឈ្នះក្រុមណាមួយទេហើយបើយើងផ្លាស់ប្ដូរនៅវប្បធម៌សង្គ្រាមនិងវប្បធម៌ពឹងបរទេសនោះទឹកដីយើងនឹងគង់វង្សគ្មានបរទេសណាអាចមកលេបត្របាក់ទឹកដីយើងបានទៀតទេលោកសំរងស៊ីបានបន្ថែមទៀតថាបើខ្មែរយើងចាប់ដៃគ្នាធ្វើការជាមួយគ្នាយើងនឹងធ្វើឲ្យប្រទេសយើងមានសេរីសួស្តីផងនិងមានភាពរុងរឿងផងលោកសំរងស៊ីបានមានប្រសាសន៍យ៉ាងដូចនេះថាបងប្អូនយើងភាគច្រើនលើសលប់អបអរសាទររបបនយោបាយកំពុងតែកើតមានឡើងនៅប្រទេសកម្ពុជាដែលបាននាំមកនៅស្ថានភាពនយោបាយមួយថ្មីបន្ទាប់ពីគណៈបកធំទាំងពីរបានចាប់ផ្ដើមអនុវត្តវប្បធម៌សន្តិនិកវប្បធម៌សន្តិនិកនេះបងប្អូនយើងយល់ច្បាស់គឺជាវប្បធម៌សន្តិភាព
ដែលត្រូវមកជំនួសវប្បធម៌សង្គ្រាមវប្បធម៌ប្រឈមមុខដាក់គ្នាវប្បធម៌ហិង្សាដែលប្រទេសកម្ពុជានិងប្រជារាស្ត្រខ្មែរបានឆ្លងកាត់រាប់រយឆ្នាំមកហើយដូច្នេះជាការផ្លាស់ប្ដូរផ្នត់គំនិតផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរវប្បធម៌នេះដើម្បីនាំមកនៅសន្តិភាពនាំមកនៅសេចក្តីសុខជូនខ្មែរគ្រប់រូបឲ្យខ្មែរចេះនិយាយគ្នាដើម្បីដោះស្រាយរាល់បញ្ហាជាតិនិងបញ្ហាសង្គមដោះស្រាយដោយសន្តិវិធីហើយអ្វីដែលសំខាន់បងប្អូនយើងយល់ច្បាស់ថាពេលណាខ្មែររួបរวมគ្នាពេលនោះអត់មាននរណាចាំបាច់ទៅហៅបរទេសមកជួយឲ្យក្រុមមួយឈ្នះក្រុមមួយទៀតហើយអត់មានឱកាសឲ្យបរទេសលូកដៃមកកកកកាយញុះញង់ឲ្យខ្មែរឆ្លោះគ្នាថែមទៀតដើម្បីគេលេបត្របាក់ទឹកដីយើងដូច្នេះបើយើងផ្លាស់ប្ដូរវប្បធម៌នេះគឺប្រទេសយើងនឹងបានគង់វង្សទឹកដីយើងគឺមិនអាចបរទេសណាអាចមកលេបត្របាក់ទៀតទេហើយខ្មែរយើងចាប់ដៃគ្នាធ្វើការជាមួយគ្នាយើងនឹងធ្វើឲ្យប្រទេសយើងមានសេរីសួស្តីផងមានភាពរុងរឿងផងអ្នកនាំពាក្យបង្ហាញថាគណៈបកប្រឆាំងមានបំណងពិភាក្សាជាមួយរាជរដ្ឋាភិបាលលើបញ្ហានាំជនភៀសខ្លួនមកកម្ពុជាងាយមកមើលគេហទំព័រ Fresh News បានចុះផ្សាយដឹងថាលោកយ៉ែងពេញរិទ្ធមន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរុស្ស៊ីថ្ងៃម្សិលមិញថាគណៈបករបស់លោកមានបំណងនឹងពិភាក្សាជាមួយរាជរដ្ឋាភិបាលលើបញ្ហានាំជនភៀសខ្លួនពីកោះណារូប្រទេសអូស្ត្រាលីមកកាន់កម្ពុជាដែលក្នុងនោះលោកបានលើកឡើងថាកម្ពុជាមិនទាន់ស័ក្តិសមនឹងទទួលយកជនភៀសខ្លួននៅឡើយទេអ្នកនាំពាក្យរូបនោះបានបញ្ជាក់ថាបន្ទាប់ពីលោកប្រធានសំរងស៊ីត្រឡប់មកកាន់កម្ពុជាវិញនឹងពិភាក្សាផ្ទៃក្នុងជាមួយគណៈកម្មការរបស់គណៈបកដើម្បីលើកជាយោបល់ទៅកាន់រាជរដ្ឋាភិបាលដើម្បីពិចារណាចំពោះការបញ្ជូនជនភៀសខ្លួនមកកាន់កម្ពុជាពាក់ព័ន្ធទៅនឹងករណីជនភៀសខ្លួននេះលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានថ្លែងប្រាប់វិទ្យុ VOA នៅឯសហរដ្ឋអាមេរិកទីដែលលោកកំពុងបំពេញទស្សនកិច្ចថាលោកក៏មិនយល់ស្របដែរថាប្រទេសយើងកំពុងតែខ្វះខាតប្រជារាស្ត្រខ្មែរកំពុងរស់យ៉ាងលំបាកច្រើនគ្មានការងារធ្វើសេវាសាធារណៈគ្រប់បែបយ៉ាងទាំងអស់យើងត្រូវតែដោះស្រាយបញ្ហារបស់ប្រជារាស្ត្រខ្មែរដែលជាម្ចាស់ស្រុកមុនសិនមុននឹងទទួលយកជនជាតិណាផ្សេងទៀតមករស់នៅលើទឹកដីកម្ពុជាយើងខ្ញុំក៏មិនយល់ស្របដែរថាប្រទេសយើងកំពុងតែមានការខ្វះខាតប្រជារាស្ត្រខ្មែររស់យ៉ាងលំបាកភាគច្រើនគឺនៅក្រមែនទែនគ្មានការងារធ្វើខ្វះសេវាសាធារណៈគ្រប់បែបយ៉ាងទាំងអស់យើងត្រូវតែដោះស្រាយបញ្ហារបស់ប្រជារាស្ត្រខ្មែរដែលជាម្ចាស់ស្រុកជាមុនសិនមុននឹងទទួលយកជនជាតិណាផ្សេងទៀតមករស់នៅលើទឹកដីប្រទេសកម្ពុជាយើងយោងតាមសារព័ត៌មាន ABC របស់អូស្ត្រាលីចេញផ្សាយកាលពីម្សិលមិញជនភៀសខ្លួន4នាក់ដែលស្ម័គ្រចិត្តមករស់នៅប្រទេសកម្ពុជាក្នុងនោះមានជនជាតិអ៊ីរ៉ង់3នាក់និងជនជាតិភូមារូហីញ៉ាម្នាក់ត្រូវបានដឹកតាមយន្តហោះដ៏អាថ៌កំបាំងមួយចេញពីកោះណារូទៅកាន់ទីក្រុងដាវីនប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យសប្តាហ៍មុនហើយនៅមកកម្ពុជាឆាប់នេះតំណាងរាស្ត្រអន្តរាគមន៍ពាក្យប្តឹងសុំប្តូរអភិបាលក្រុងបានលុងទៅរដ្ឋសភានិងព្រឹទ្ធសភាក្រឡេកមកកាន់គេហទំព័រអាស៊ីសេរីវិញបានចុះផ្សាយឲ្យដឹងថាតំណាងរាស្ត្រមកពីគណៈបកប្រជាជនកម្ពុជាមណ្ឌលរតនគិរីបានដាក់លិខិតអន្តរាគមន៍ពីផ្សេងគ្នាកាលពីដើមខែឧសភាជូនប្រធានគណៈកម្មការទី4រដ្ឋសភានិងប្រធានគណៈកម្មការទី4ព្រឹទ្ធសភាដើម្បីពិនិត្យការស្នើសុំផ្លាស់ប្តូរតំណែងអភិបាលក្រុងបានលុងលិខិតអន្តរាគមន៍នោះធ្វើឡើងតាមរយៈលិខិតប្តឹងទាមទាររបស់អាជីវករផ្សារបានលុងជាង200នាក់អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីលោកបូឡាំមានប្រសាសន៍បញ្ជាក់ថារហូតមកទល់នឹងថ្ងៃទី14ខែឧសភាមន្ត្រីគណៈកម្មការស្ថាប័នកម្ពុជាទាំងពីរមិនទាន់ឆ្លើយតបលិខិតអន្តរាគមន៍របស់លោកយ៉ាងណានោះទេក៏ប៉ុន្តែលោករំពឹងថាថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិទាំងពីរនឹងអន្តរាគមន៍លិខិតប្រជាពលរដ្ឋទៅក្រសួងមហាផ្ទៃដើម្បីពិនិត្យការទាមទារនេះក្រុមអាជីវករលក់ដូរបន្លែបង្ការក្រៅផ្សារបានលុងចោទប្រកាន់អាជ្ញាធរក្រុងថាបានរំលោភសិទ្ធិប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ
ការចោទនេះបន្ទាប់ពីអាជ្ញាធរក្រុងដាក់កងប៉ូលីសបោះបង្គោលហុំព័ទ្ធដីដែលជាកន្លែងពលរដ្ឋកំពុងលក់ដូរចិញ្ចឹមជីវិតដោយមិនមានគោលការណ៍ជាក់លាក់ទាក់ទិនទៅនឹងការបណ្ដេញអ្នកភូមិចេញពីកន្លែងលក់ដូរហើយនេះទើបក្រុមអាជីវករខឹងសម្បាធ្វើពាក្យប្តឹងដាក់ជូនអាជ្ញាធរខេត្តនិងតំណាងរាស្ត្រជួយអន្តរាគមន៍លោកបូឡាំទទួលស្គាល់ថាអាជីវកររាប់រយនាក់បានតវ៉ាជាច្រើនលើពីការគៀបសង្កត់របស់មន្ត្រីមូលដ្ឋាននេះលោកក៏សម្គាល់ដែរថាអាជ្ញាធរក្រុងបានយកដីពីមុខផ្សារផ្នែកខាងកើតជាទីតាំងអាជីវករជាង200នាក់បានលក់ដូរជាច្រើនឆ្នាំដើម្បីគ្រប់គ្រងហើយតម្រូវឲ្យអាជីវករឬកន្លែងលក់ដូរចេញពីកន្លែងលក់ទើបអាជីវករតវ៉ាសូមឲ្យតំណាងរាស្ត្រជួយបញ្ឈប់គម្រោងបណ្ដេញអាជីវករពីកន្លែងលក់នេះអាជីវករឈ្មោះជាមសុផាតមានប្រសាសន៍បញ្ជាក់ថាអភិបាលក្រុងប្រើអំណាចពលពាក្យប្រមាថមើលងាយប្រជាពលរដ្ឋអ្នកលក់ដូរនិងយកដីរដ្ឋធ្វើអាជីវកម្មដោយគ្មានគោរពសិទ្ធិពលរដ្ឋអ្នកលក់ដូរលោកបន្តថាអាជ្ញាធរក្រុងបានប្រកល់ដីផ្សារទៅឲ្យឈ្មួញធ្វើអាជីវកម្មទារតម្លៃភាស៊ីប្រចាំថ្ងៃ 2000 រៀលបង់ថ្លៃអនាម័យ 1000 រៀលបង់ថ្លៃសណ្ដាប់ធ្នាប់ 2000 រៀលថ្លៃកន្លែងលក់ 40000 រៀលក្នុងមួយខែជាតម្លៃខ្ពស់ប្រៀបធៀបតម្លៃភាស៊ីដែលអាជីវករបង់ទៅឲ្យអ្នកវិនិយោគផ្សារយ៉ាងនេះក្តីអភិបាលក្រុងបានលងលោកអុកសំអល់កាលពីថ្ងៃទី24ខែមេសាបានធ្វើរបាយការណ៍បំភ្លឺជូនអ្នកតំណាងរាស្ត្រលោកបូឡាំមានខ្លឹមសារថាដីពីមុនខាងកើតផ្សារបានលងសាលាក្រុងនឹងរៀបចំអភិវឌ្ឍជាផ្សារលក់ដូរជូនជនជាតិដើមភាគតិចក៏ប៉ុន្តែលោកបូឡាំបានចាបដិសេធលើរបាយការណ៍នេះថាមិនអាចទទួលយកបានឡើយរដ្ឋសភាក្រុងបើកសិក្ខាសាលាស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ2016ព័ត៌មានថ្មីមួយទៀតពីគេហទំព័រអាស៊ីសេរីបានចុះផ្សាយឲ្យដឹងថារដ្ឋសភាក្រុងរៀបចំសិក្ខាសាលាមួយអំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងថវិកាជាតិឆ្នាំ2016នៅសប្តាហ៍ក្រោយអង្គការមិនមែនរដ្ឋាភិបាលដែលខ្លំមើលដំណើរការនិងការប្រព្រឹត្តទៅរបស់រដ្ឋសភាយល់ឃើញថាលទ្ធផលដែលទទួលបានពីការចាយនៃកញ្ចប់ថវិកាជាតិរាល់ដងគឺមិនស៊ីគ្នាទៅនឹងសកម្មភាពជាក់ស្ដែងម្ដងណានោះទេអ្នកសម្របសម្រួលបណ្ដាញរួបរวมកណន័យភាពសង្គមប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៅតែបង្ហាញក្តីកង្វល់អំពីការអនុម័តថវិកាជាតិនេះដែលចាត់ទុកថាច្បាប់នេះអាចនឹងនៅតែបញ្ហាដូចមុនការរីករាលរបស់អង្គការមេរដ្ឋាភិបាលទៅលើសេចក្តីព្រាងច្បាប់ដែលក្រុងនឹងរៀបចំសិក្ខាសាលានៅថ្ងៃទី19ខែឧសភាស្តីពីការចាយវាយថវិកាជាតិសម្រាប់ឆ្នាំ2016នៅពេលនេះធ្វើឡើងពីថ្ងៃបន្ទាប់ពីរដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី11ខែឧសភាកន្លងទៅលោកសនជ័យអ្នកសម្របសម្រួលបណ្ដាញរួបរวมកណន័យភាពសង្គមប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកឲ្យដឹងនៅថ្ងៃទី13ខែឧសភាថាលោកមិនសង្ឃឹមទាល់តែសោះតេតិនសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំថ្មីនេះថាអាចបានល្អជាងច្បាប់មុននោះលោកបន្តថាក្នុងពេលកន្លងទៅក្រោយពីរដ្ឋសភាអនុម័តរួចគឺផ្ទុយស្រឡះពាក់ព័ន្ធទៅនឹងការចំណាយបើធៀបទៅនឹងសកម្មភាពវិញនោះភាពខ្វះចន្លោះនេះលោកសនជ័យអះអាងថាដោយសារតែរាល់សេចក្តីព្រាងច្បាប់មុនប្រកល់ឲ្យរដ្ឋសភាអនុម័តគឺមិនដែលឆ្លងកាត់ការពិគ្រោះយោបល់ពីអង្គការជាដៃគូឲ្យបានស៊ីជម្រៅម្ដងណាឡើយបើទោះជាបែបណាសម្រាប់សេចក្តីព្រាងច្បាប់នៃការចាយវាយសម្រាប់ឆ្នាំ2016នេះគឺគេនៅមិនទាន់ទម្លាយឲ្យដឹងនៅឡើយទេថាតើទំហំនៃការចំណាយសម្រាប់ឆ្នាំថ្មីនេះអាចមានកំណើនជាងមុនឬថយចុះនោះយ៉ាងណាក៏ដោយលោកសនជ័យអះអាងថាទូនាទីរបស់គណៈបកដែលមានសម្លេងភាគតិចនៅក្នុងរដ្ឋសភាហាក់ប្រើប្រាស់ភារកិច្ចរបស់ខ្លួនបានតិចតួចនៅឡើយប្រឆាំងទៅនឹងការអនុម័តជំវិញការចំណាយថវិកាជាម្ដងនោះឆ្លើយតបរឿងនេះលោកយ៉ែនពញ្ញរដ្ឋមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិថ្លែងថាការប៉ັດគណៈបកដែលមានសម្លេងភាគតិចនៅក្នុងរដ្ឋសភាប្រឹងប្រែងសម្បើមណាស់ហើយក្នុងការតស៊ូមតិជុំវិញរឿងនេះក៏ប៉ុន្តែដោយសារពេលវេលាតិចតួចសម្រាប់ការតតាំងនៅក្នុងរដ្ឋសភាដែលជាហេតុធ្វើឲ្យការអនុម័តច្បាប់នៅតែមិនមានភាពល្អប្រសើរទៅបានជាងនេះទៀតលោកយ៉ែនពញ្ញរដ្ឋទទួលស្គាល់ថាបញ្ហាកើតឡើងក្រោយការអនុម័តច្បាប់ដោយជាការចាយវាយមិនត្រឹមត្រូវខ្វះដំណាភាពនិងអំពើពុករលួយគឺពិតជាបន្ទុកដ៏ធ្ងន់ធ្ងរនិងជាជំងឺដ៏រ៉ាំរ៉ៃនៅឡើយពិតមែនសម្រាប់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិសម្រាប់ឆ្នាំ2015ដែលរដ្ឋសភាបានអនុម័តដល់ជំរងចម្រាស់កាលពីចុងខែវិច្ឆិកាឆ្នាំ2014កន្លងទៅវិញបានកំណត់ការចំណាយថវិការដ្ឋប្រមាណជិត$4000 លានសហរដ្ឋអាមេរិកការចំណាយនេះមានកំណើនជិត 11% បើប្រៀបធៀបទៅនឹងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ2014ដែលកាលនោះរដ្ឋចាយប្រាក់ប្រមាណតែជាង$3000 លានសហរដ្ឋអាមេរិកប៉ុណ្ណោះ
អ្នកវិភាគថាគម្រោងលុបបំបាត់ភាពអត់ឃ្លានត្រឹមឆ្នាំ2025នៅកម្ពុជាពិបាកនឹងសម្រេចក្រឡេកមកកាន់គេហទំព័រ VOD ឯនេះវិញបានចុះផ្សាយឲ្យដឹងថាក្រុមអ្នកវិភាគលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាពិបាកនឹងទទួលបានជោគជ័យក្នុងការលុបបំបាត់ភាពអត់ឃ្លានប្រសិនបើមិនរៀបចំគោលដៅឲ្យបានច្បាស់លាស់ការលើកឡើងរបស់អ្នកវិភាគធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្សព្វផ្សាយអំពីគំនិតផ្ដួចផ្ដើមក្នុងការកាត់បន្ថយភាពអត់ឃ្លានឲ្យដល់កម្រិត0ដើម្បីលុបបំបាត់ភាពអត់ឃ្លានក្នុងប្រទេសឲ្យបានត្រឹមឆ្នាំ2025ដោយមានការសហការជាមួយអង្គការសហប្រជាជាតិយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិចេញនៅថ្ងៃទី12ខែឧសភាឆ្នាំ2015នេះបានផ្សាយសម្ដីប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទលោកយឹមឆៃលីដែលបានថ្លែងថាការផ្ដួចផ្ដើមកាត់បន្ថយភាពអត់ឃ្លានឲ្យដល់កម្រិត0គឺជាកិច្ចខិតខំមួយក្នុងចំណោមកិច្ចខិតខំនានាដើម្បីបំពេញបន្ថែមចំពោះកម្មវិធីអន្តរជាតិនិងកម្មវិធីជាតិដូចជាសម្ព័ន្ធភាពប្រឆាំងភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភនិងកម្មវិធីជាតិនានាដែលចូលរួមចំណែកកាត់បន្ថយភាពអត់ឃ្លានភាពក្រីក្រនិងកង្វះអាហារូបត្ថម្ភគេហទំព័រដដែលបានបន្ថែមឲ្យដឹងតាមរយៈអ្នកវិភាគឯករាជ្យលោកអ៊ូវីរៈលើកឡើងថាការលុបបំបាត់ភាពក្រីក្រឲ្យសម្រេចក្នុងរយៈពេល10ឆ្នាំខាងមុខអាចធ្វើបានតែមានភាពលំបាកខ្លាំងដោយសារប្រជាពលរដ្ឋនៅកម្ពុជាស្ថិតក្នុងភាពក្រីក្រនៅឡើយលោកថារាជរដ្ឋាភិបាលត្រូវមានគោលដៅច្បាស់លាស់ក្នុងការអនុវត្តគម្រោងនេះចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយងកំឯងមានប្រសាសន៍ថាគម្រោងនៃការលុបបំបាត់ភាពអត់ឃ្លាននេះនឹងមិនអាចសម្រេចបានទេដោយសារភាគច្រើននៃប្រជាពលរដ្ឋខ្មែរកំពុងស្ថិតក្នុងភាពខ្វះខាតលោកយ៉ងកំឯងបន្តទៀតថារដ្ឋាភិបាលត្រូវដោះស្រាយគោលនយោបាយនិងចំនួនដីធ្លីឲ្យបានចប់ផ្ដល់ដីសម្បត្តិដល់ប្រជាពលរដ្ឋដែលខ្វះខាតដីជាជាងផ្ដល់សម្បត្តិឲ្យក្រុមហ៊ុនព្រមទាំងដោះស្រាយបញ្ហាសិទ្ធិមនុស្សដើម្បីទាក់ទាញវិនិយោគឲ្យបានកាន់តែច្រើនក្នុងការបង្កើនការងារជាមុនសិនយោងតាមសេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថាក្នុងគម្រោងនេះអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិកម្មវិធីស្បៀងអាហារពិភពលោកនិងមូលនិធិសហប្រជាជាតិដើម្បីកុមារនឹងផ្ដល់ជំនួយសម្រាប់ជួយសម្រួលនិងរៀបចំសកម្មភាពផែនការជាតិនេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គការ FAO អត្រានៃភាពអត់ឃ្លាននៅកម្ពុជានៅឆ្នាំ2014មានចំនួន 32%យុទ្ធនាការកាត់បន្ថយភាពអត់ឃ្លានឲ្យមកដល់0ត្រូវបានដាក់ឲ្យដំណើរការនៅទូទាំងពិភពលោកតាំងពីខែមិថុនាឆ្នាំ2012ដោយអំពាវនាវឲ្យមេដឹកនាំពិភពលោកចូលរួមកម្លាំងក្នុងការបញ្ចប់ភាពអត់ឃ្លាននិងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពចំណែកក្នុងប្រទេសកម្ពុជាវិញលោកនាយរដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បានលើកឡើងថាក្រោមការដឹកនាំរបស់លោកនឹងមិនឲ្យមានពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ដោយដាច់បាយនោះទេតែទោះជាយ៉ាងណាបើតាមអ្នកវិភាគនិងបណ្ដាញសារព័ត៌មានមួយចំនួនបង្ហាញថាប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែស្លាប់ដោយសារមិនមានអាហារបរិភោគអគិភ័យឆេរោងចក្រនៅហ្វីលីពីនសម្លាប់មនុស្ស72នាក់ព័ត៌មានអន្តរជាតិពីគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយឲ្យដឹងថាក្រុមអាជ្ញាធរបាននិយាយពីថ្ងៃប្រហ័សថាមនុស្ស72នាក់បានស្លាប់នៅក្នុងអគិភ័យដ៏ធំសម្បើមមួយនៅឯរោងចក្រស្បែកជើងនៅក្នុងរដ្ឋធានីហ្វីលីពីននេះខណៈក្រុមសាច់ញាតិនិងក្រុមកម្មករដែលមានកំហឹងបានពណ៌នាពីលក្ខខណ្ឌនៃរោងចក្រដែលប្រើកម្លាំងពលកម្មថោកដែលក្នុងនោះមានទាំងស្តង់ដារសុវត្ថិភាពអន់ផងដែរគេហទំព័រដដែលនេះបានបន្តថាក្រុមពន្លត់អគ្គិភ័យនិងប៉ូលីសបានទាញសាកសពមនុស្សរាប់សិបនាក់ចេញពីអគារ2ជាន់ដែលខូចខាតនៅថ្ងៃប្រហ័សនេះមួយថ្ងៃបន្ទាប់ពីអគ្គិភ័យបានធ្វើឲ្យក្រុមកម្មករដែលភ័យខ្លាចជាប់នៅខាងក្នុងមានច្រើនទំនងចេញតិចតួចនិងគ្មានការបណ្ដុះបណ្ដាលពីសុវត្ថិភាពអគ្គិភ័យខណៈក្រុមអាជ្ញាធរបានបញ្ជាក់ថាមនុស្ស72នាក់បានស្លាប់ស្នងការប៉ូលីសជាតិលោក Leonardo Espina បាននិយាយក្នុងអំឡុងពេលសន្និសីទកាសែតដ៏រំជួលចិត្តមួយថាមនុស្សជាច្រើនដែលគេទាញចេញគឺឆេះអស់នៅសល់តែលលាក្បាលនិងឆ្អឹងតែប៉ុណ្ណោះមនុស្សម្នាក់នឹងពិតជាត្រូវចោទប្រកាន់ដោយសារការស្លាប់ទាំងនោះការព្រៀបការភ្លើងចេញមកពីឧបករណ៍ផ្សារដែកដែលគេប្រើដើម្បីជួសជុលរបងទ្វារចូលដែលបាក់ត្រូវគេជឿថាបានបង្កឲ្យមានអគ្គិភ័យនោះនៅពេលការភ្លើងនោះបានឆាបឆេះសារធាតុគីមីងាយឆេះដែលគេរក្សាទុកនៅក្បែរនោះចិនប្រមានមេដឹកនាំបកប្រឆាំងនៅក្រុងតៃប៉េកុំឲ្យប្រកាសថាតៃវ៉ាន់ជារដ្ឋឯករាជ្យក្រឡេកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រ VOD បានចុះផ្សាយឲ្យដឹងដែរថា
ប្រទេសចិនប្រមានមេដឹកនាំគណៈបកប្រឆាំងកោះតៃវ៉ាន់បានឲ្យចុះកិច្ចសន្យាណាមួយជាមួយសហរដ្ឋអាមេរិកដើម្បីទាមទារឲ្យមានការប្រកាសឯករាជ្យសម្រាប់ដែនដីកោះតៃវ៉ាន់ការប្រមានរបស់ក្រសួងការបរទេសចិនធ្វើឡើងបន្ទាប់ពីមានព័ត៌មានមកថាលោកស្រីតាអឹងវ៉ានប្រធានគណៈបកចម្រើនជៀនលៀនកោះតៃវ៉ាន់មានគម្រោងធ្វើទស្សនកិច្ចនៅអាមេរិកចុងខែនេះក្រសួងការបរទេសចិនបានធ្វើការប្រមានទៀតថាប្រសិនបើតៃវ៉ាន់នេះហ៊ានប្រកាសថាជារដ្ឋឯករាជ្យនោះគឺចិននឹងបញ្ជូនកងទ័ពចូលលុកលុយតាមសេចក្តីរាយការណ៍ពីលោកស្រីប្រធានគណៈបកប្រឆាំងកោះតៃវ៉ាន់រូបនេះនឹងស្នាក់នៅសហរដ្ឋអាមេរិករយៈពេល12ថ្ងៃគេហទំព័រ VOD ដដែលនេះបានបន្ថែមថាក្នុងដំណើរទស្សនកិច្ចនេះលោកស្រីនឹងលើកឡើងពីគោលនយោបាយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃការពង្រឹងអំណាចរបស់កោះតៃវ៉ាន់ទប់ទល់ជាមួយនឹងប្រទេសចិនកោះតៃវ៉ាន់បានផ្ដាច់ខ្លួនពីការគ្រប់គ្រងរបស់ក្រុងប៉េកាំងតាមរយៈការធ្វើសង្គ្រាមដ៏បង្ហូរឈាមនៅឆ្នាំ1949ការព្រួយបារម្ភរបស់ទីក្រុងប៉េកាំងកើតឡើងចំពេលដែលកោះតៃវ៉ាន់នឹងមានការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ2016ខាងមុខនេះដែលគេរំពឹងថាមេបកប្រឆាំងរូបនេះអាចនឹងឈ្នះឆ្នោតលើគូប្រជែងរបស់ខ្លួនមកពីគណៈបកគូបមីនតាំងលំអៀងទៅប្រទេសចិន